Hello សួស្តីអ្នកនរគ្នាជួបជាមួយនឹងខ្ញុំបាទលីហួនទៀតហើយថ្ងៃនេះផងដែរយើងមកបន្តសាច់រឿងបរិយាជោគជ័យរបស់យើងនៅភាគទី6បន្តទៀតហើយបើអ្នកនរគ្នាចង់លើកទឹកចិត្ត admin សូមអ្នកនរគ្នាជួយចុច like subscribe និង comment ឲ្យ admin នេះបានច្រើនផងណាដើម្បីឲ្យ admin នឹងមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូបន្តហើយដើម្បីឲ្យមនុស្សផ្សេងទៀតបានមើលនៅរឿងបរិយាជោគជ័យមួយនេះផងដែរហើយអ្នកនរគ្នានឹងកុំទុកមើលតែខ្លួនឯងអីសូមអ្នកនរគ្នាជួយផងណាហើយតោះកុំឲ្យស៊ីពេលវេលាយូរយើងទៅចូលនៅសាច់រឿងរបស់យើងនឹងតែម្ដងទៅភាគទី6ចូលមកដល់សាច់រឿងរបស់យើងវិញពេលនៅផងណាបរិយាជោគជ័យក៏បាននិយាយទៅកាន់អ្នកគ្រប់គ្នាថាតើពិភពលោកមួយនេះវាធំប៉ុណ្ណាទៅហើយតើមនុស្សធន់ខ្សោយឬក៏ជាសម្រាមនឹងវាមានប៉ុណ្ណាទៅហើយមិនថាអ្នកខ្សោយឬក៏សម្រាមនឹងវាមានប៉ុណ្ណានោះទេវាក៏មាននៅអ្នកខ្លាំងជាងនឹងផងដែរហើយកម្លាំងរបស់ពួកគេអាចឡើងទៅលើមេឃហើយក៏អាចលើកនៅផែនដីមួយនេះបានកំទេចរាល់ភ្នំទាំងឡាយត្រឹមតែមួយប្រព្រឹត្តភ្នែកអាចលើកទៅកាន់មហាសមុទ្រដ៏សែនធំធេងបានហើយពេលនោះផងដែរគេក៏បាននិយាយបន្ថែមទៀតថាហើយខ្ញុំក៏អាចធ្វើវាបានផងដែរខ្ញុំនេះធៀងខ្ញុំប្រកាសជាអាចលើកមកមាត់ទៅកាន់និកាយមួយនេះបានហើយអ្នករាល់គ្នាពិតជាមានការក្រអឺតក្រទមខ្លាំងមែនទែនជាមួយនឹងសមិទ្ធផលដ៏សែនតូចរបស់អ្នកទាំងអស់គ្នាហើយតាមគំនិតរបស់ខ្ញុំនឹងអ្នករាល់គ្នាគ្រាន់តែប្រកាសវាដោយខ្លួនឯងតែប៉ុណ្ណោះអ្នករាល់គ្នានឹងពិតជាកាកខ្លាំងមែនទែនហើយគ្រាន់តែឮបាននឹងពេលនោះផងដែរបរិម្នាក់គាត់ក៏បាននិយាយថាប្រកាសដោយខ្លួនឯងថាខ្លួនឯងនឹងមានទេពកោសល្យមែនទេហើយគេពិតជាមានការខឹងជាមួយនឹងពាក្យសម្ដីរបស់តួអង្គរបស់យើងនឹងដែលបានប្រមាថខ្លាំងមែនទែនហើយពាក្យសម្ដីរបស់តួអង្គរបស់យើងទាំងប៉ុន្មានម៉ាត់នឹងក៏បានធ្វើឲ្យអ្នករាល់គ្នាដែលនៅទីនេះពិតជាមានការក្អួតឈាមដូចជាអុកសារ៉ែនឹងចឹងហើយមិនទាន់អស់នោះទេតួអង្គរបស់យើងនឹងគេក៏បាននិយាយផងដែរថាដរាបណាដែលអ្នករាល់គ្នានឹងមិនអាចឡើងទៅដល់លើមេឃក្នុងជំហានមួយនោះអ្នករាល់គ្នានៅតែឥតប្រយោជន៍អញ្ចឹងហើយគ្រាន់តែឮបាននឹងពេលនោះផងដែរព្រឹត្តិការណ៍ទី1និងព្រឹត្តិការណ៍ទី2នឹងគាត់ពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងពាក្យសម្ដីចុងក្រោយខ្លាំងមែនទែនហើយពេលនោះផងដែរព្រឹត្តិការណ៍ទី2នឹងគាត់ក៏បាននិយាយថាបុត្រាដ៏បរិសុទ្ធហើយនឹងព្រះអង្គម្ចាស់ពួកគេសុទ្ធសឹងតែត្រូវបានអ្នកគ្រប់គ្នាចាត់ទុកថាគឺជាមនុស្សដែលមានទេពកោសល្យហើយជាមួយនឹងពាក្យសម្ដីរបស់អាក្មេងម្នាក់នេះមួយឃ្លានឹងចុងក្រោយនឹងវាពិតជាធ្វើឲ្យពួកគេរាល់គ្នានឹងពិតជាមានការខឹងសម្បើខ្លាំងមែនទែនហើយអ្នករាល់គ្នាគេនិយាយនិយាយទៅតួអង្គរបស់យើងគេកំពុងតែមើលនៅព្រះអាទិត្យកំពុងតែអស់ស្ដងគាត់ធ្វើមិនដឹងអញ្ចឹងណាហើយបន្តពីសម្លឹងមើលទៅកាន់ព្រះអាទិត្យកំពុងតែអស់ស្ដងគិតនឹងរួចហើយពេលនោះផងដែរតួអង្គរបស់យើងនឹងគេក៏បានសម្លឹងមើលទៅកាន់ប្រពន្ធឬក៏អនាគតប្រពន្ធរបស់គេនឹងហើយការសម្លឹងមើលមួយនឹងបើជាមិនធម្មតានោះទេដោយសារតែតួអង្គរបស់យើងនឹងគេក៏បានបញ្ចេញនៅធម្មពលពណ៌ស្វាយមើលទៅពិតជាលយផងដែរអញ្ចឹងណាហើយបន្តមកពេលនោះផងដែរព្រឹត្តិការណ៍ទី1ក៏បាននិយាយមកកាន់តួអង្គរបស់យើងថានិញធានតើឯងបានរៀនអំពីទ្រឹស្ដីទាំងនេះមកពីណាទៅហើយបន្តមកគាត់ក៏បានគិតថាប្រសិនបើជានិញធានគេហ៊ាននិយាយអំពីពាក្យសម្ដីនេះមកម្ដងទៀតនឹងខ្ញុំគិតថាដួងចិត្តរបស់បុត្រាដ៏បរិសុទ្ធហើយនឹងអ្នកអង្គម្ចាស់ពិតជាប្រេះស្រាំខ្លាំងមែនទែនហើយពេលនោះផងដែរតួអង្គរបស់យើងនឹងគេក៏បានគិតថាខ្ញុំមិនអាចប្រាប់ពួកគេថាខ្ញុំនឹងមានប្រព័ន្ធនោះទេហើយគេក៏បាននិយាយទៅកាន់ព្រឹត្តិការណ៍ទី1ថាខ្ញុំបានរៀនវានឹងមកពីព្រះវិហារដ៏បរិសុទ្ធសូមទោសផងអ្នកទាំងអស់គ្នាមិនមែនព្រះវិហារដ៏បរិសុទ្ធនោះទេវាគឺជាវិមានដ៏បរិសុទ្ធឲ្យមានសូមទោសផងហើយគ្រាន់តែឮបាននឹងពេលនោះផងដែរព្រឹត្តិការណ៍ទី1ក៏បានច្បូតនៅចង្ការរបស់គាត់ហើយគាត់ក៏បាននិយាយថាវិមានដ៏បរិសុទ្ធវាគឺជារបស់និកាយរបស់យើងពិតមែនហើយក៏ប៉ុន្តែតើវានឹងទទួលស្គាល់នេះថាជាម្ចាស់របស់វានឹងយូរប៉ុណ្ណាហើយក្រោយពីឮបាននឹងពេលនោះផងដែរតួអង្គរបស់យើងនឹងគេក៏បានធ្វើជាគិតអីអញ្ចឹងណាហើយគេក៏បាននិយាយថាខ្ញុំបានប្រើវាអើយហើយដោយសារតែក្របាននឹងចម្លើយពេកពេលនោះផងដែរព្រឹត្តិការណ៍ទី1ក៏បានសួរទៅកាន់តួអង្គរបស់យើងថាមួយឆ្នាំមែនទេហើយពេលនោះផងដែរតួអង្គរបស់យើងនឹងគេក៏បានគិតថាប្រសិនបើជាខ្ញុំនិយាយវាតិចពេកខ្ញុំពិតជាខាតហើយប្រសិនបើជាខ្ញុំនិយាយវាច្រើននឹងខ្ញុំពិតជាចំណេញហើយនឹងទទួលបានឱកាសជាច្រើនផងដែរហើយបន្ត
ពីកើតរួចគេក៏ធ្វើមកដូចជាឆ្កែអញ្ចឹងហើយពេលនោះផងដែរគេក៏បាននិយាយថាមួយថ្ងៃហើយគ្រាន់តែលើបាននឹងក៏បានធ្វើឲ្យអ្នករាល់គ្នាពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងពាក្យសម្ដីរបស់តួថ្ងៃរបស់យើងជាខ្លាំងហើយពួកគេប្រហែលជាមិនជឿទៅកាន់ពាក្យសម្ដីមួយនឹងនោះទេហើយពេលនោះផងដែរព្រឹទ្ធាចារ្យទី2នឹងគាត់ក៏បាននិយាយថាមួយថ្ងៃមែនទេខ្ញុំពិតជាមិនជឿនោះទេហើយវាអាចទៅរួចដោយរបៀបណាទៅហើយគ្រាន់តែឃើញបាននឹងតួថ្ងៃរបស់យើងនឹងគេក៏បានគិតថាតើនេះវាគឺជាការភ្ញាក់ផ្អើលដែរមែនទេហើយខ្ញុំក៏ទទួលបាននៅឱកាសជាច្រើនផងដែរហើយវាពិតជាយូរជាងនៅការពិតទៀតផងការកុហកមួយនេះវាពិតជាអស្ចារ្យខ្លាំងមែនទែនហើយពួកគេនិយាយនឹងវាតែទិនជាមួយនឹងជំនាញដែលតួថ្ងៃរបស់យើងប្រើនឹងឯងហើយអេដមីនច្រឡំថាវាគឺជាទ្រឹស្ដីរបស់តួថ្ងៃរបស់យើងឲ្យអេដមីនសូមទោសផងណាហើយចូលមកសាច់រឿងពេលនៅផងណាព្រឹទ្ធាចារ្យទី1គាត់ក៏បានដើរទៅកន្លែងតួថ្ងៃរបស់យើងហើយគាត់ក៏បាននិយាយទៅកាន់តួថ្ងៃរបស់យើងថាវាពិតជាលំបាកខ្លាំងមែនទែននៅក្នុងការអនុវត្តនៅជំនាញមួយនេះហើយមនុស្សធម្មតាវិញពួកគេមិនអាចអនុវត្តជាមួយនឹងជំនាញមួយនេះនោះទេសូម្បីតែមួយជីវិតរបស់ពួកគេក៏ដោយហើយសូម្បីតែអតិរិទ្ធដែលមាននៅទេពកោសល្យខ្លាំងពូកែក៏គាត់ត្រូវតែចំណាយពេល3ថ្ងៃក្នុងការហ្វឹកហាត់ឬក៏អនុវត្តនៅជំនាញមួយនេះផងដែរក៏ប៉ុន្តែអ្នកវិញហើយមិនទាន់នឹងនិយាយអីផងហ្នឹងគាត់ក៏រត់ទៅចាប់ដៃទៅកាន់តួថ្ងៃរបស់យើងហើយគាត់ក៏បានស្រែកខ្លាំងថាទីបំផុតនិកាយរបស់យើងក៏លេចឡើងនៅសិទ្ធិមានទេពកោសល្យហើយក៏អាចប្រកួតប្រជែងឬក៏ប្រៀបផ្ទឹមជាមួយនឹងអតិរិទ្ធបានផងដែរហើយគាត់និយាយទាំងយំហ្មងអេដមីនពិតជាកោតសរសើរហើយអ្នកដែលនៅក្រោយក៏យំផងដែរហើយបន្តមកពេលនៅផងណាអ្នកក្លាហានវ័យក្មេងម្នាក់គាត់ក៏បាននិយាយថាកាលពីពេលមុនហ្នឹងគាត់បានហៅខ្លួនគាត់នឹងថាជាសម្រាមហើយគាត់ក៏បាននិយាយផងដែរថាគាត់នឹងគឺជាមនុស្សដែលគ្មានទេពកោសល្យនោះទេហើយក៏ប៉ុន្តែគាត់បានស្ទាត់ជាមួយនឹងជំនាញដ៏សែនលំបាកជាមួយនឹងការហ្វឹកហាត់ត្រឹមតែមួយថ្ងៃហើយបន្តមកអ្នកគុណនិយមវ័យក្មេងម្នាក់ទៀតគាត់ក៏បាននិយាយថាបរិសុទ្ធដែលជានិញធាននឹងគាត់គឺជាមនុស្សពូកែនៅក្នុងចំណោមមនុស្សដែលមានទេពកោសល្យដទៃទៀតហើយបន្តមកពេលនៅផងដែរ System នេះក៏បានលោតមកថាសូមអបអរលោកម្ចាស់ពេលនេះអ្នកអាចធ្វើឲ្យព្រឹទ្ធាចារ្យទាំងអស់ដែលស្ថិតនៅក្នុងនិកាយបិសាចឋានសួគ៌នឹងមានការភ្ញាក់ផ្អើលដូច្នេះអ្នកនឹងទទួលបាននៅរង្វាន់មួយដែលវាគឺជារង្វាន់នៅការបូកនៅធម្មពលរបស់អ្នកចំនួន 1000 ហើយគ្រាន់តែឮបាននឹងតួថ្ងៃរបស់យើងគេពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយគេក៏បានគិតថាបរិមាណដ៏សែនច្រើននៃធម្មពលនឹងវាកំពុងតែចែកចូលនៅក្នុងរាងកាយរបស់ខ្ញុំហើយបើយើងមើលទៅកាន់ព្រឹទ្ធាចារ្យទី1ទៅក៏បានអោបទៅកាន់ជើងរបស់តួថ្ងៃរបស់យើងហើយក៏ពិតជាយំប្រហិតខ្លាំងមែនទែនហើយមិនត្រឹមតែយំធម្មតាទេគាត់ក៏បានហៀសម្បោរផងដែរហើយបន្តមកព្រឹទ្ធាចារ្យទី1គាត់ក៏បានសម្រួលនៅឥរិយាបថរបស់គាត់ហើយក៏ញីទឹកភ្នែកចេញហើយគាត់ក៏បាននិយាយថាទាំងអស់នេះវាគ្រាន់តែជារឿងតូចតាចនោះទេក៏ប៉ុន្តែរឿងធំនោះវាមិនអាចពន្យាពេលបាននោះទេហើយគ្រាន់តែឮបែបហ្នឹងតួថ្ងៃរបស់យើងគេពិតជាសប្បាយចិត្តជាខ្លាំងហើយបន្តមកគាត់ក៏បានសម្លឹងទៅកាន់ព្រឹទ្ធាចារ្យម្នាក់ហើយគាត់ក៏បាននិយាយថាតើអ្នកកំពុងតែធ្វើអ្វីទៅដែលព្រឹទ្ធាចារ្យម្នាក់ហ្នឹងគាត់គឺជាអេដមីនក៏មិនដឹងច្បាស់ផងដែរដោយសារតែអេដមីនហ្នឹងមិនទាន់ដែលធ្លាប់រៀបការអីចឹងណាហើយបន្តមកគាត់ក៏បានស្រែកថាពេលវេលាបានមកដល់ហើយភ្លេងប៉ីវាក៏បានបន្លឺឡើងហើយបន្តមកសាច់រឿងរបស់យើងនៅភាគទី6នេះវាក៏បានកាត់បញ្ចប់តែត្រឹមនឹងសិនអរគុណតអ្នកទាំងអស់គ្នានៅភាគទី7បន្តទៀតហើយមិនទាំងចូលទៅដល់សាច់រឿងនៅភាគទី7របស់យើងនឹងអេដមីនសូមបញ្យល់ហើយនឹងបញ្ជាក់អំពីកម្រិតវឹកហាត់នៅក្នុងរឿងមួយនេះដោយសារតែ fan របស់អេដមីននឹងគាត់អត់យល់ដែលកម្រិតវឹកហាត់នឹងវាមានដូចជាកម្រិតទី1ឬក៏អាណាចក្រទី1នឹងវាគឺជាអាណាចក្រអ្នកចម្បាំងហើយមួយអាណាចក្រហ្នឹងវាមាននៅចំនួនផ្កាយដែលនៅក្នុងនោះផងដែរដែលមួយអាណាចក្រវាមានចំនួន9ផ្កាយអីចឹងណាអ្នកទាំងអស់គ្នាហើយចំពោះកម្រិតទី2ឬក៏អាណាចក្រទី2ហ្នឹងវាគឺជាអាណាចក្រអ្នកចម្បាំងខ្មៅហើយវាក៏មាន9ផ្កាយផងដែរហើយអាណាចក្រទី3វាគឺជាអាណាចក្រខាងវិញ្ញាណហើយចំនួនផ្កាយវាក៏មានចំនួន9ផងដែរហើយបើកម្រិតទី4ឬក៏អាណាចក្រទី4ហ្នឹងវាគឺជាអាណាចក្រផ
ផែនដីហើយវាក៏មានចំនួន9ផ្កាយផងដែរនិយាយរួមទៅមួយអាណាចក្រវាមាន9ផ្កាយហើយចំពោះកម្រិតទី5វិញឬក៏អាណាចក្រទី5ហ្នឹងវាគឺជាអាណាចក្រមេឃហើយកម្រិតទី6ឬក៏អាណាចក្រទី6ហ្នឹងវាគឺជាអាណាចក្រឋានសួគ៌ហើយចំពោះកម្រិតទី7ឬក៏អាណាចក្រទី7ហ្នឹងវាគឺជាអាណាចក្រអធិរាជអមតៈហើយកម្រិតទី8ឬក៏អាណាចក្រទី8ហ្នឹងគឺជាអាណាចក្រពាក់កណ្ដាលព្រះចំពោះអាណាចក្រទី9ឬក៏កម្រិតទី9ហ្នឹងវាគឺជាអាណាចក្រព្រះពិតហើយដោយដែល admin បានរៀបរាប់អញ្ចឹងដើម្បីទម្លុះមួយអាណាចក្រគឺត្រូវតែមាននៅ9ផ្កាយអីអញ្ចឹងណាអ្នកទាំងអស់គ្នាហើយផុតពីភពផែនដីមួយនេះវាក៏ប្រហែលជាមាននៅអាណាចក្រអមតៈទៀតហើយ admin មិនដឹងថាកម្រិតវឹកហាត់នៅអាណាចក្រអមតៈហ្នឹងវាមានអ្វីខ្លះនោះទេហើយវាប្រហែលជាកម្រិតអាណាចក្រព្រះពិតដែលស្ថិតនៅភពផែនដីដែលគេចាត់ទុកថាវាគឺជាអាណាចក្រដ៏ធំឬក៏ខ្ពស់បំផុតហ្នឹងនៅទីនោះប្រហែលជាអាណាចក្រទី1តែប៉ុណ្ណោះអីមិនដឹងទេហើយតោះប៉ុណ្ណឹង admin គិតថាអ្នកទាំងអស់គ្នាប្រហែលជាយល់ហើយ admin បកស្រាយអស់ហើយតោះយើងទៅចូលទៅសាច់រឿងរបស់យើងនៅភាគទី7តោះយើងតោះចូលមកដល់សាច់រឿងនៅភាគទី7នេះវិញយើងក៏បានឮនៅសំឡេងនៃពិធីរោងការវាក៏បានចាប់ផ្ដើមឡើងហើយសំឡេងរបស់មនុស្សដទៃក៏បានបន្លឺផងដែរដែលអ្នកខ្លាំងក៏បាននិយាយថាអធិរាជស្រីក៏ខ្លាំងជាមួយនឹងបុរសដែលជាប្តីក៏ខ្លាំងផងដែរហើយអ្នកខ្លះទៀតក៏បាននិយាយផងដែរថាពួកគេទាំងពីរនេះពិតជាគូស្វាមីភរិយាដ៏ស័ក្តិសមនឹងគ្នាខ្លាំងមែនទែនហើយបន្តមកពេលនោះផងដែរតួឯរបស់យើងនឹងគេក៏បានបកដៃនឹងញញឹមទៅកាន់បុរសម្នាក់ហើយគាត់ក៏បាននិយាយថាបុរសសង្ហាពិតជាស័ក្តិសមជាមួយនឹងស្រីស្អាតខ្លាំងមែនទែនហើយបន្ទាប់ពីរៀបការរួចពួកគេប្រហែលជាបានឡើងឋានសួគ៌ហើយបុរសម្នាក់នេះគេចេះតែនិយាយហ្មងហើយបន្តមកពេលនោះព្រឹទ្ធាចារ្យគាត់ក៏បាននិយាយថាអនក្បាលលើកទី1ចំពោះឋានសួគ៌ហើយនឹងផែនដីហើយបន្តមកពេលនោះផងដែរតួឯរបស់យើងនឹងគេក៏បានញញឹមហើយគេក៏បានគិតថាវាហាក់ដូចជាមិនថាខ្ញុំនៅក្នុងពិភពលោកមួយណានោះទេការគោរពចំពោះភាពរឹងមាំវាពិតជាមានពិតប្រាកដខ្លាំងពិតមែនហើយវាមិនអាចកែប្រែបាននោះទេហើយពេលនោះផងដែរព្រឹទ្ធាចារ្យគាត់ក៏បាននិយាយផងដែរថាការគោរពលើកទី2គឺជាការគោរពអោនគោរពចំពោះបុព្វបុរសហើយពេលនោះគូស្វាមីភរិយាថ្មីដែលជាតួឯរបស់យើងនឹងគេក៏បានអោនគោរពទៅកាន់ស្លាកដូនតាហើយពេលនោះផងដែរកញ្ញាលូវូចេញនឹងក៏បានសុំឡើងមើលមកកាន់មុខទៅកាន់តួឯរបស់យើងហើយនឹងក៏បានគិតថាខ្ញុំសង្ឃឹមថាអ្វីនឹងដូចទៅកាន់ការនិយាយរបស់រូបចម្លាក់អធិរាជបិសាចនោះទៅបើប្រសិនបើជាខ្ញុំនឹងបានរៀបការជាមួយនឹងគាត់នឹងខ្ញុំនឹងទទួលបាននៅសៀវភៅក្បាច់គុនដ៏អស្ចារ្យមួយហើយសាច់រឿងវាក៏បានលេងទៅដល់2-3ខែមុនដែលស្ថិតនៅក្នុងរូងភ្នំអាថ៌កំបាំងនៃបកឬក៏នៃកាយបិសាចឋានសួគ៌មួយនេះហើយវាក៏ជាតំបន់ហាមឃាត់នៅក្នុងនិកាយមួយនេះផងដែរមានតែម្ចាស់និកាយតែប៉ុណ្ណោះដែលអាចចូលនៅក្នុងរូងភ្នំឬក៏តំបន់ហាមឃាត់មួយនេះបានហើយបន្តមកយើងក៏បានឃើញកញ្ញាលូវូឆេងនាងក៏បានចូលមកកាន់ទឹកដីហាមឃាត់មួយនេះផងដែរហើយបន្តមកយើងក៏បានឃើញនៅរូបចម្លាក់មួយផងដែរក៏ប្រហែលគឺជារូបចម្លាក់របស់អធិរាជបិសាចនឹងហើយដែលពេលនោះផងដែរកញ្ញាលូវូឆេងនឹងក៏បានសួរទៅកាន់រូបចម្លាក់មួយនឹងថាប្រសិនបើជាខ្ញុំរៀបការជាមួយនឹងសម្រាមម្នាក់នោះអ្នកនឹងផ្ដល់នៅសៀវភៅក្បាច់គុនមួយនោះឲ្យខ្ញុំតាមតែអ្វីដែលបានសន្យាហើយបន្តមកនាងក៏បានស្រមៃអំពីរូបមនុស្សប៉ុន្មាននាក់ដែលបានមកវាយប្រហារជាមួយនឹងនិកាយរបស់នាងហើយនាងក៏បាននិយាយទៅកាន់រូបចម្លាក់របស់អធិរាជបិសាចនឹងថាក្នុងរយៈពេលកន្លះឆ្នាំមកនេះអធិរាជទាំង5ដែលមានដូចជាព្រះអម្ចាស់ចំនួន3អង្គជាមួយនឹងអធិរាជចំនួន2អង្គបានមកលួចលុយជាមួយនឹងនិកាយរបស់ពួកយើងហើយវាមានតែឈានទៅដល់អាណាចក្រព្រះតែប៉ុណ្ណោះបានអាចទប់ទល់ជាមួយនឹងពួកគេបានហើយបើខ្ញុំចង់បំបែកនៅកម្រិតហ្វឹកហាត់របស់ខ្ញុំនឹងជាដំបូងខ្ញុំត្រូវតែមានផ្លូវនៅក្នុងការទទួលយកដង្ហើមនៃព្រះហើយដើម្បីឈានដល់កម្រិតព្រះខ្ញុំ
ខ្ញុំបានឮនៅព្រឹត្តិការណ៍បាននិយាយថាត្រូវតែមាននៅសៀវភៅក្បាច់កូនមួយឬក៏សៀវភៅណែនាំមួយបានអាចឈានដល់វាបានហើយបន្តមកពេលនោះផងដែរក៏មាននៅគម្ពីរអ្វីមួយយ៉ាងក៏បានលេចចេញពីដើមទ្រូងរបស់នាងចេញមកមើលទៅវាទៅពិតជាអស្ចារ្យខ្លាំងមែនទែនហើយបន្តមកនាងក៏បានអានអំពីគម្ពីរមួយហ្នឹងហើយយើងក៏បានឃើញនៅរូបភាពមួយផងដែរនៅក្នុងរូបទំព័រនៃគម្ពីរមួយហ្នឹងផងដែរហើយ admin មិនបានបរិយាយនោះទេអ្នកទាំងអស់គ្នាក៏អាចដឹងផងដែរបន្តមកនាងក៏បាននិយាយថារាប់ពាន់ឆ្នាំមុនច្បាប់ខនុនរបស់និកាយដែលអ្នកដឹកនាំឬក៏ម្ចាស់នៃនិកាយនីមួយៗតែងតែចង់បានព្រោះតែវាទទួលបាននៅសៀវភៅណែនាំហើយដើម្បីទទួលបានវាពួកគេត្រូវតែរៀបការជាមួយនឹងមនុស្សដែលមានរូបរាងកាយជាព្រះហើយមិនថាពួកគេគឺជាសម្រាមនោះទេគឺយើងត្រូវតែរៀបការជាមួយនឹងបុគ្គលម្នាក់នោះហើយបន្តមកនាងក៏បានជប់អាននៅគម្ពីរមួយហ្នឹងហើយនាងក៏បាននិយាយទាំងជឿជាក់ថាខ្ញុំនឹងមិនអនុញ្ញាតឲ្យនិកាយរបស់ពួកយើងនឹងដួលរលំនោះទេហើយបន្តមកកាត់មកក្នុងសាច់រឿងបច្ចុប្បន្នរបស់យើងវិញពេលនោះផងដែរការគោរពទៅកាន់ដូនតាហើយនឹងមេឃនឹងដីនឹងក៏បានបញ្ចប់ហើយខណៈពេលនេះផងដែរវាគឺជាការគោរពទៅកាន់ប្តីប្រពន្ធទាំងគូហ្មងហើយបន្តមកពេលនោះផងដែរក៏មាននៅសំឡេងមនុស្សម្នាជាច្រើនក៏បានអបអរហើយនឹងសោកសរសើរជាមួយនឹងប្តីប្រពន្ធឬក៏គូស្វាមីភរិយាថ្មីថ្មោងទាំងពីរនាក់នេះខ្លាំងមែនទែនហើយបន្តមកយើងក៏បានឃើញថាពេលគូងស៊ូគេក៏បានគិតថាប្រសិនបើជាគ្មាននឹងការបញ្ជូនដំណឹងបន្ថែមទៀតទេនោះខ្ញុំនឹងរាយការណ៍រឿងទាំងនេះទៅកាន់អ្នកដឹកនាំសម្ព័ន្ធរបស់ខ្ញុំហើយការមកទីនេះវិញវាគឺជាសម្ព័ន្ធឋានសួគ៌ហើយយើងមើលទៅទីនេះទៅវាពិតជាអស្ចារ្យខ្លាំងមែនទែនហើយទេសភាពពិតជាស្រស់ស្រាយadminពិតជាចង់ទៅខ្លាំងមែនទែនហើយបន្តមកយើងក៏បានឃើញនៅព្រឹត្តិការណ៍ចំណាស់ផងដែរដែលគាត់បាននិយាយថាតើផែនការរបស់ពួកយើងនឹងទៅជាយ៉ាងណាហើយបរិយាចំណាស់ម្នាក់ហ្នឹងក៏គឺជាអធិរាជសេនធានហើយកម្រិតវឹកហាត់របស់គាត់ស្ថិតនៅក្នុងកម្រិតទី7ឬក៏អាណាចក្រទី7ដែលអាចហៅថាអាណាចក្រអធិរាជអមតៈដែលគាត់ផងដែរគឺជាអ្នកដឹកនាំនៃសម្ព័ន្ធឋានសួគ៌ឬក៏សម្ព័ន្ធត្រឹមត្រូវនឹងឯងហើយពេលនោះផងដែរយើងក៏បានឃើញនៅព្រឹត្តិការណ៍ចំនួន2នាក់ផងដែរដែលព្រឹត្តិការណ៍ដែលកំពុងតែឈរហ្នឹងគាត់មានឈ្មោះថាព្រឹត្តិការណ៍ជានមីហើយកម្រិតវឹកហាត់របស់គាត់ស្ថិតនៅក្នុងអាណាចក្រទី6ឬក៏អាណាចក្រឋានសួគ៌នឹងឯងហើយព្រឹត្តិការណ៍ម្នាក់ទៀតគាត់មានឈ្មោះថាធានវែងហើយកម្រិតវឹកហាត់របស់គាត់ក៏ស្ថិតនៅក្នុងអាណាចក្រឋានសួគ៌ផងដែរដែលពេលនោះផងដែរព្រឹត្តិការណ៍ជានមីហ្នឹងគាត់ក៏បាននិយាយថាអ្វីគ្រប់យ៉ាងត្រូវបានរៀបចំទៅហើយនៅឡើយតែការបញ្ជារបស់អ្នកតែប៉ុណ្ណោះហើយចំពោះបិសាចស្រីដែលគឺជាកញ្ញាលូវូឆេងនឹងនាងមិនដឹងថាមាននៅថ្នាំប្រភេទអ្វីស្ថិតនៅក្នុងផ្លែពពែនោះឡើយហើយពេលនោះផងដែរព្រឹត្តិការណ៍ធានវែងនឹងគាត់ក៏បាននិយាយថាថ្មីនេះខ្ញុំក៏បានឮថានាងក៏បានរៀបការជាមួយនឹងបុរសសម្រាមម្នាក់ផងដែរហើយបន្តមកពេលនោះផងដែរអធិរាជសេនធានហ្នឹងគាត់ក៏បាននិយាយថាខ្ញុំក៏ឮនៅសម្ដីឬក៏ខ្ញុំក៏បានឮនៅព័ត៌មានមួយនេះផងដែរដែលខ្ញុំបានដឹងអំពីអាប៉ែស៊ូដែលវាបានតាក់ទងមកកាន់ខ្ញុំហើយតោះអ្នកទាំងអស់គ្នាស្ដាប់វាជាមួយនឹងខ្ញុំតោះហើយបន្តមកគាត់ក៏ដោះនៅគ្រីស្តាល់ពណ៌ផ្ទៃមេឃអ្វីម្យ៉ាងដែលវាគឺជាត្បូងវិញ្ញាណនឹងឯងហើយបន្តមកពេលនោះផងដែរក៏លេចនៅរូបអាប៉ែស៊ូកំពុងតែតាក់ទងមកព្រឹត្តិការណ៍នឹងឯងហើយអាប៉ែស៊ូគេក៏បាននិយាយថាវាពិតជាមានរឿងធំហើយលោកម្ចាស់ហើយគ្រាន់តែឃើញថាអាប៉ែនឹងវាពិតជាមានការស្លន់ស្លោបែរនឹងពេលនោះព្រឹត្តិការណ៍សេនធានឬក៏អធិរាជសេនធាននឹងក៏បានសួរទៅកាន់អាប៉ែស៊ូថាក្រែងអ្នកនឹងក៏ជាមេដែរតើអីហេតុអ្វីបានជាអ្នកនឹងពិតជាមានការភ័យបែបហ្នឹងហើយបន្តមកអាប៉ែស៊ូគេក៏បាននិយាយមកកាន់ព្រឹត្តិការណ៍សេនធានថាកញ្ញាលូវូឆេងនាងបានបោកបញ្ឆោតពួកយើងហើយអ្នកដែលនាងបានរៀបការនឹងមិនមែនគឺជាសម្រាមនោះទេតែការពិតទៅគឺជាមនុស្សដែលមានសមត្ថភាពខ្លាំងជាងគេហើយគ្រាន់តែឮបាននឹងក៏បានធ្វើឲ្យព្រឹត្តិការណ៍ទាំង3នឹងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយបន្តមកអាប៉ែស៊ូគេក៏បានរៀបរាប់បន្ថែមទៀតហើយថាបរិមម្នាក់នឹងគេមានឈ្មោះថានីងធានហើយគេបានអះអាងខ្លួនឯងថាគេគឺជាមនុស្សសម្រាមក៏ប៉ុន្តែរឿងដែល
មិននឹកស្មានដល់នោះគឺគេអាចប្តូរទៅកាន់អង្គម្ចាស់ទី3ដោយតែមួយបាតដៃតែប៉ុណ្ណោះហើយគេក៏អាចរៀនចេះនៅបច្ចេកទេសកម្រិតផែនដីត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះដែលជាបច្ចេកទេសបាតដៃបិសាចឋានសួគ៌ហើយគេបានរៀនវាត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះហើយពាក្យមួយម៉ាត់ទាំងនេះវាពិតជាធ្វើឲ្យអ្នករាល់គ្នានឹងពិតជាខូចចិត្តខ្លាំងមែនទែនហើយបន្តមកពេលនោះផងដែរព្រឹទ្ធាចារ្យជានមីគាត់ក៏បាននិយាយថាដើម្បីសម្រេចបាននោះគឺជាអភូតហេតុនៃរឿងព្រេងនិទានហើយបន្តមកពេលនោះផងដែរព្រឹទ្ធាចារ្យធានវែងនឹងគាត់ក៏បាននិយាយទៅកាន់អាធិរាជសឹងធានថាមេដឹកនាំបុរសម្នាក់នេះគឺយើងគួរតែយកចិត្តទុកដាក់ចំពោះគេឲ្យធ្ងន់ធ្ងរបន្តិចណាហើយពេលនោះផងដែរផេស៊ូគេក៏បាននិយាយថាជាអកុសលស្ត្រីម្នាក់នោះបានស៊ីចុកទៅកាន់ក្មេងប្រុសម្នាក់នឹងហើយគ្រាន់តែឮបាននឹងពេលនោះផងដែរអាធិរាជសឹងធានគាត់ក៏បានបំបែកទៅកាន់ត្បូងវិញ្ញាណមួយនឹងទៅហើយបន្តមកអាធិរាជសឹងធាននឹងគាត់ក៏បាននិយាយទាំងដាក់សម្ពាធថាពួកយើងគួរតែត្រូវតែស្វែងរកនៅព័ត៌មានឲ្យបានច្រើនអំពីនាងធានដែលយើងមើលទៅគាត់ទៅពិតជាមាននឹងការខឹងសម្បារខ្លាំងមែនទែនជាមួយនឹងក្មេងស្រីលូវូឈិងហើយគាត់ក៏បានទះទៅកាន់តុមួយដៃហើយគាត់ក៏បាននិយាយថានិកាយបិសាចឋានសួគ៌ត្រូវតែលុបបំបាត់ចោលហើយបន្តមកកាត់មកនិកាយបិសាចឋានសួគ៌វិញពេលនោះផងដែរយើងក៏បានឃើញហើយថាតួអង្គរបស់យើងគេកំពុងតែអង្គុយអដែកណាយកំពុងតែចាំជាមួយនឹងកញ្ញាលូវូឈិងអញ្ចឹងណាហើយយើងមើលទៅកាន់តួអង្គរបស់យើងទៅគេក៏បានសម្លឹងមើលទៅកាន់កញ្ញាលូវូឈិងហើយគេក៏បានគិតថាមនុស្សរាល់គ្នាដែលនៅក្នុងសាលនឹងពួកគេបានលងស្នេហ៍ជាមួយនឹងរូបរាងកាយព្រះព្រមទាំងជំនាញដាក់មន្តស្នេហ៍របស់ខ្ញុំក៏ប៉ុន្តែនាងបែរជាមិនមាននៅការប្រតិកម្មអញ្ចឹងហើយអ្នកទាំងអស់គ្នាក៏មើលអីផ្សេងណាមើលតែនាងសិតសក់បានហើយបន្តមកសាច់រឿងរបស់យើងនៅភាគទី8វាក៏បានកាត់បញ្ចប់តែត្រឹមនឹងសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាបាយបាយកុំភ្លេចសាប់ផង